គុណលឹះទាំង5ដើម្បីសរសេរអ៊ីមែលប្រកបដោយវិជ្ជាជីវៈទី1ការកំណត់ចំណងជើងអ៊ីមែលឲ្យបានច្បាស់លាស់ចំណងជើងគឺជាអ្វីដែលអ្នកទទួលសារមើលឃើញមុនគេហើយវាជាការសម្រេចថាគេនឹងបើកមើលអ៊ីមែលរបស់អ្នកភ្លាមៗឬក៏ទុកសិនចូលជៀសវាងការដាក់ចំណងជើងខ្លីពេកឬមិនច្បាស់លាស់ដូចជាសួស្តីឬការងារថ្ងៃនេះយ៉ាងម៉េចដែរតែផ្ទុយទៅវិញចូលដាក់ចំណងជើងដែលសង្ខេបខ្លឹមសារអ៊ីមែលទាំងមូលឧទាហរណ៍សំណើសុំអនុម័តគម្រោងដែលភ្ជាប់ជាមួយនឹងឈ្មោះគម្រោងជាក់លាក់ចំណងជើងដែលច្បាស់លាស់ជួយឲ្យអ្នកទទួលដឹងពីកម្រិតអាទិភាពនិងងាយស្រួលក្នុងការស្វែងរកអ៊ីមែលត្រឡប់មកវិញនៅថ្ងៃក្រោយផងដែរទី2ការប្រើពាក្យសួរសុខទុក្ខនិងពាក្យបញ្ចប់ផ្លូវការបើទោះបីជាអ្នកស្និទ្ធស្នាលជាមួយនឹងអ្នកទទួលក៏ដោយការរក្សាកម្រិតវិជ្ជាជីវៈក្នុងអ៊ីមែលការងារគឺជារឿងចាំបាច់ចាប់ផ្ដើមដោយពាក្យគួរសមដូចជាជម្រាបសួរលោកឬលោកស្រីជាមួយនឹងឈ្មោះយ៉ាងត្រឹមត្រូវចំពោះការបញ្ចប់អ៊ីមែលវិញចូលប្រើពាក្យថាដោយសេចក្តីគោរពរួចដាក់ឈ្មោះពេញនិងព័ត៌មានទំនាក់ទំនងរបស់អ្នកការធ្វើបែបនេះបង្ហាញពីការគោរពនិងភាពចាស់ទុំរបស់អ្នកក្នុងនាមជាបុគ្គលិកដែលមានវិជ្ជាជីវៈខ្ពស់ចំណុចទី3ការសរសេរឲ្យខ្លីខ្លឹមនិងចំចំណុចមនុស្សគ្រប់គ្នាមានភាពមមាញឹកហើយគ្មាននរណាចង់អានអ៊ីមែលដែលវែងអន្លាយដោយអត្ថបទវណ្ណកម្មខ្សែភាពយន្តនោះទេសូមចូលទៅកាន់សាច់រឿងឲ្យបានលឿនតាមដែលអាចធ្វើទៅបានប្រសិនបើអ្នកមានចំណុចច្រើនត្រូវនិយាយចូលប្រើសញ្ញាលេខរៀងឬចំណុចខ្មៅដើម្បីឲ្យអ្នកទទួលងាយស្រួលក្នុងការអាននិងចាប់យកចំណុចសំខាន់អ៊ីមែលដែលល្អគួរតែជាអ៊ីមែលដែលអ្នកទទួលអាចចំណាយពេលត្រឹមតែ30ទៅ60វិនាទីប៉ុណ្ណោះដើម្បីយល់ពីគោលបំណងរបស់អ្នកទី4ការបញ្ជាក់ពីសកម្មភាពដែលនឹងត្រូវធ្វើបន្តអ៊ីមែលរបស់អ្នកគួរតែបញ្ចប់ដោយសំណួរឬការណែនាំឲ្យបានច្បាស់លាស់ថាតើអ្នកចង់ឲ្យអ្នកទទួលធ្វើអ្វីបន្ទាប់សូមកុំទុកឲ្យអ្នកទទួលទស្សន៍ទាយដោយខ្លួនឯងប្រសិនបើអ្នកចង់បានមតិយោបល់ចូលប្រាប់គេថាខ្ញុំរងចាំមតិយោបល់របស់លោកឬអ្នកប្រសិនបើអ្នកចង់បានការណាត់ជួបចូលដាក់ពេលវេលាជាក់លាក់ដែលអ្នកទំនេរការបញ្ជាក់ឲ្យច្បាស់ពីជំហានបន្ទាប់វាជួយឲ្យការងារដើរទៅមុខបានលឿននិងអាចកាត់បន្ថយការផ្ញើអ៊ីមែលសួរដេញដោលគ្នាទៅវិញទៅមកច្រើនដងចំណុចទី5ការត្រួតពិនិត្យអក្ខរាវិរុទ្ធមុនពេលចុចប៊ូតុង Send ចូលចំណាយពេល1ទៅ2នាទីដើម្បីអាននិងពិនិត្យអ៊ីមែលរបស់អ្នកឡើងវិញការសរសេរខុសអក្ខរាវិរុទ្ធឬវេយ្យាករណ៍អាចធ្វើឲ្យអ្នកមើលទៅហាក់ដូចជាមនុស្សមិនសូវយកចិត្តទុកដាក់មួយវិញទៀតដោយសារការសរសេរជាសំណេរมันអាចបង្ហាញពីទឹកមុខឬសំឡេងបានដូចនេះការសរសេរខ្លះអាចនឹងមើលទៅហាក់ដូចជាការបញ្ជាឬការរិះគន់ខ្លាំងពេកចូលប្រើពាក្យសូមឬអរគុណដើម្បីឲ្យអ៊ីមែលរបស់អ្នកមើលទៅមានភាពវិជ្ជមាននិងមានលក្ខណៈសហការជាចុងបញ្ចប់តើអ្វីជាកំហុសនៃការសរសេរអ៊ីមែលដែលអ្នកធ្លាប់ជួបហើយចង់ឲ្យអ្នកដទៃជៀសវាងផងដែរសូមធ្វើការចែករំលែកមតិរបស់អ្នកនៅក្នុងខមមិនខាងក្រោមសូមអរគុណ